រស់ចំណាស់គាត់បានខំចិញ្ចឹមកូនប្រុស3នាក់រហូតដល់ធំពេញវ័យតែដល់ចាស់ទៅអត់មានអ្នកណាចង់មើលថែគាត់ទេថែមទាំងរុញច្រានគាត់ដូចបើទៅវិញទៅមកតែស្រាប់តែមានខ្នើយក្រហមមួយលេចឡើងបែរជាធ្វើឲ្យកូនទាំង3ខ្លាចជាកូនកតញ្ញូដល់ល្បីល្បាញទៅវិញថ្ងៃមួយបុរសចំណាស់បានឃើញក្អែកចិញ្ចឹមមេបានរបស់វាដល់ចៃដន្យគាត់នឹកឃើញដល់កូនប្រុសទាំង3នាក់របស់គាត់ក្នុងចិត្តរបស់គាត់ក៏កើតទុកលីឡំគ្នាភ្លាមគាត់ក៏ទ្រាំមិនបានក៏ឧតិចតួចតែមិននឹកស្មានថាត្រូវកូនប្រុសពៅទៅវិញអាចាស់អត់មកអញរកអីទៀតហើយបើចង់បង្កាក់គេអញទៅឡើងដើមឈើទៅធ្វើការបន្តិចក៏ពិបាកចិត្តហើយកូនប្រុសពៅនិយាយចប់ក៏ដើរចេញទៅទាំងកំហឹងគាត់ក៏បោះឪពុកនិងសម្ភារៈគាត់ទៅមុខផ្ទះកូនប្រុសកណ្ដាលកូនប្រសាស្រីកណ្ដាលក៏មិនមែនជាមនុស្សធម្មតាដែរនាងក៏និយាយចំអកឡក់លើដាក់បុរសចំណាស់រួចហើយក៏បោះគាត់ទៅមុខផ្ទះកូនប្រុសឆ្វងវិញអញចង់ងាប់នៅផ្ទះខ្ញុំមិនងាយទេទៅអូយបុរសចំណាស់ក៏ត្រូវកូនប្រុសទាំង3រុញច្រានទៅវិញទៅមកបែបនេះគ្មាននរណាម្នាក់ព្រមបំពេញកាត់ប្រកិច្ចជាកូនល្អទេទីបំផុតត្រូវគេទាត់ដូចបើក្រោមដើមឈើទុកឲ្យគាត់រស់ស្លាប់តាមវាសនាតែអង្គុយក្រោមដើមឈើឈឺចាប់ក្នុងចិត្តជាខ្លាំងនឹកឃើញខ្លួនឯងដែលជាទាំងឪពុកជាទាំងម្ដាយចិញ្ចឹមកូនរហូតធំពេញវ័យនឹកស្មានមិនដល់បែរជាចិញ្ចឹមបានកូនអត់តញ្ញូ3នាក់ទៅវិញកូនស្រីតែមួយគត់ដែលអត់តញ្ញូក៏បានរៀបការបាត់ទៅហើយពេលនេះតាអស់សង្ឃឹមយ៉ាងខ្លាំងហើយក៏យកខ្សែពួរមួយខ្សែចងនឹងក្នុងផ្ទះគិតនឹងបញ្ចប់ជីវិតខ្លួនឯងសំណាងល្អត្រូវកូនស្រីដែលត្រឡប់មកលេងប្រទេសឃើញនោះទើបជិះផុតពីសោកនាដកម្មប៉ាមិនអាចធ្វើបែបនេះបានទេសឹងតែស្លាប់ទៅហើយកូនស្រីល្អប្រឡេកមើលសម្ភារៈចាស់ខូចពេញផ្ទះក្នុងចិត្តមិនស្រួលសោះក៏សម្រេចចិត្តទៅនិយាយជាមួយបងប្រុសទាំង3នាក់តែបងប្រុសទាំង2នាក់ឃើញគាត់ភ្លាមក៏រត់យ៉ាងលឿនមានតែបងទី3រត់យឺតក៏ត្រូវនាងស្ទាក់ចាប់បានបងនៅមានមន្តសការទៀតទេតាំងពីតូចប៉ាស្រឡាញ់បងជាងគេបងបានប្រព្រឹត្តដាក់ប៉ាបែបណានិយាយទៅនាងមាត់ឯងពិតជាកាច់មែនខ្ញុំសួរឯងមន្តសការថ្លៃប៉ុន្មានក្នុង1គីឡូនិយាយពីតញ្ញូបងក៏មានទំនួលខុសត្រូវដែរហើយអ្វីមិននាំគាត់ទៅនៅជាមួយឯងចាត់ទុកជាកូនតញ្ញូត្រង់ណាទៅក្រោយពីទទួលអារម្មណ៍បាននៅការប្រងើយកន្តើយពីសាច់ញាតិរួចមកប្អូនស្រីសម្រេចចិត្តរកវិធីកែប្រែពួកគេលុះដល់ពេលយប់កូនស្រីរបស់បុរសចំណាស់បានកាន់ចប់ជីកកកាយនៅក្រោមដើមឈើសម្លេងកាយវិការរបស់នាងក៏បានដាស់បងប្រុសបងថ្លៃដែលកំពុងដេកលក់ឲ្យភ្ញាក់ដែរដោយសារតែពេលយប់មានពន្លឺស្រអាប់បងប្រុសទាំង3នាក់បានឃើញត្រឹមតែកូនស្រីកំពុងដាក់របស់របរចូលក្នុងកន្ត្រកដោយសារតែមានចិត្តលុបលន់សុទ្ធតែគិតថាជាកំណត់ដែលឪពុកលាក់ទុកហេតុនេះហើយពេលប្អូនស្រីចេញទៅបាត់ហើយក៏ប្រញាប់ប្រញាល់រត់ទៅស្ទាបរកក៏ពិតជាបានរកឃើញកាក់មាសមួយមែនពេលនេះកាន់តែធ្វើឲ្យពួកគេជឿជាក់លើគំនិតរបស់ពួកគេថែមទៀតបើមិនចង់ឲ្យអ្នកអតីតដឹងលុះត្រាតែមិនបានធ្វើវាតាំងពីដំបូងទៅហាទៅមើលទៅបងប្អូនប្រុសទាំង3នាក់បានលុបលួចទៅចិត្តបង្អួចស្រាប់តែឃើញប្អូនស្រីកំពុងដេកបាក់ខ្នើយពណ៌ក្រហមមួយឪពុកថ្ងៃស្អែកយើងទៅបាត់ទៅរបស់របរដែលនៅក្នុងខ្នើយនេះមិនអាចឲ្យបងប្រុសដែលចិត្តប្រៃផ្សៃទាំងនោះដឹងបានទេvìដូច្នេះពួកគេទាំង3កាន់តែប្រកាសថាមានកំណត់លាក់នៅក្នុងខ្នើយក៏ចាប់ផ្ដើមពិភាក្សាគ្នាថ្ងៃស្អែកមិនថាយ៉ាងណាក៏មិនអាចឲ្យប៉ាចាក់ចេញបានឡើយនៅព្រឹកបន្ទាប់កូនស្រីក៏នាំឪពុកចំណាស់រៀបត្រឡប់ទៅផ្ទះខាងប្តីវិញតែត្រូវបងប្រុសទាំង3នាក់ខាត់នៅមាត់ទ្វារពួកគេថែមទាំងបដូរអរិយាថ្មបង្ហាញថាពួកគេសុខចិត្តថែទាំប៉ាឲ្យបានល្អយ៉ាងណាមិញក្នុងក្រសែភ្នែករបស់ពួកគេប៉ាបានខ្លាចជាទេវតាទ្រព្យទៅហើយពួកគេទាំងអស់គ្នាចង់នាំប៉ាទៅផ្ទះថែមទាំងបានឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងក្លាដោយសាររឿងនេះប្អូនស្រីពិតជាទ្រាំលែងបានក៏បាននិយាយហាមថាប៉ាមិនទៅផ្ទះអ្នកណាទេបើចង់តបស្នងគុណសូមមើលសកម្មភាពពួកឯងទៅចាប់តាំងពីពេលនោះមកកូនប្រុសទាំង3នាក់បានខ្លាចជាកូនតញ្ញូដល់ល្បីល្បាញគ្រប់ទីពួកគេតែងតែតាមពីក្រោយប៉ាជាប់ជានិច្ចពេលឪពុកចំណាស់ដើរហត់កូនច្បងក៏យកកៅអីមកភ្លាមឪពុកចំណាស់ចង់ជប់បារីកូនទី2ក៏ជួយដុតភ្លើងភ្លាមថែមទាំងពេលឪពុកចំណាស់ចង់ជាស្ដោះកូនទី3ក៏អាចយកខាងស្ដោះទឹកមាត់មកឲ្យបានគ្រប់ពេលសូម្បីតែពេលឪពុកចំណាស់ចង់ចូលអង្គុយកូនប្រុសទាំង3នាក់ក៏នៅខាងក្រៅដោយថយក្រោយបន្តិចសូម្បីកូនប្រសាស្រីទាំង3នាក់ក៏ត្រឡប់មកល្អវិញដែរជូនទឹកដល់តាបោកខោអាវធ្វើម្ហូបប៉ុន្តែថ្ងៃល្អបែបនេះបានត្រឹមតែ2ខែប៉ុណ្ណោះតាក៏ក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីកូនប្រុសនិងកូនប្រសាស្រីទីបំផុតក៏ធ្លាក់ខ្លួនជាដេកលើគ្រែតែរឿងដំបូងដែលកូនប្រសាធ្វើមិនមែនពិនិត្យមើលអាការៈជំងឺនោះទេតែបែរជាស្វែងរកខ្នើយក្រហមរបស់តាទៅវិញភ្លាមនោះកូនប្រុសទាំង3នាក់ក៏រើសកាយគ្រប់កន្លែងតែនៅតែរកខ្នើយក្រហមមិនឃើញពួកគេខឹងខ្លាំងណាស់ក៏សួរតាឃើញតាគ្មានប្រតិកម្មអ្វីសោះទាំង3នាក់ក៏ចាប់ផ្ដើមគំហុកភ្លាមចាប់ក៏របស់ដែលជាប់ហើយនិយាយថាប្រាប់ខ្ញុំមកខ្នើយណៃណាជីវចាប់ឲ្យប្អូនស្រីឯងមកវិញតាដកដង្ហើមចុងក្រោយក៏លាចាក់លោកកូនប្រុសទាំង3នាក់មិនបានពិបាកចិត្តព្រោះតែការបាត់បង់របស់ប៉ាឡើយទុយទៅវិញពួកគេកាន់តែចង់ដឹងថាខ្នើយណៃណាពេលប្អូនស្រីបានដឹងដំណឹងក៏ប្រញាប់ត្រឡប់មកវិញតែបងប្រុសទាំង3នាក់មិនឲ្យនាងជប់ផ្ទះទេគ្រាន់តែបន្តសួរតែរឿងខ្នើយនោះសកម្មភាពបែបនេះធ្វើឲ្យប្អូនស្រីអស់សង្ឃឹមយ៉ាងខ្លាំងនាងនិយាយទាំងទឹកភ្នែករលីងរលងថារងចាំរៀបចំពិធីបុណ្យសប្តាហ៍រួចរាល់ចាំគិតថាត្រូវឲ្យទៅកូនធំមួយណាបងប្អូនប្រុសទាំង3នាក់ក៏ប្រកាសភ្លាម
បងធំថាគាត់នឹងធ្វើឈូសដែលរឹងមាំបំផុតបងទី2ថាគាត់នឹងធ្វើសម្លៀកបំពាក់បុណ្យសពល្អបំផុតសម្រាប់ប៉ារីឯបងទី3ថាគាត់នឹងជ្រើសរើសទីកន្លែងកប់សពល្អបំផុតរហូតដល់ថ្ងៃបញ្ចុះសពបងប្អូនប្រុសស្រីលុតជង្គង់នៅមុខភ្នូប៉ាយំសោកសម្លេងខ្លាំងណាស់ពួកគេសម្ដែងការយំយ៉ាងខ្លាំងក្លាតែគ្មានទឹកភ្នែកមួយដំណក់ណាធ្លាក់ចុះមកទេពួកគេត្រូវបានលុបលួនគ្រប់ដណ្ដប់និងបាត់បង់ភាពកក់ក្ដៅនៃចំណងគ្រួសារប្អូនស្រីទ្រាំលេងបានក៏ថាឈប់យំទៅហត់ហើយមែនទេយំលេងចេញហើយខ្នើយក្រហមនៃណាប្អូនស្រីបានអស់សង្ឃឹមទាំងស្រុងចំពោះពួកគេហើយក៏និយាយថាខ្នើយក្រហមស្ថិតនៅក្នុងស្រោមខ្នើយចាស់របស់ប៉ាបងប្អូនប្រុសទាំង3នាក់លើភ្លាមក៏រីករាយជាខ្លាំងពួកគេបានដោះឯកសណ្ឋានចេញហើយប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះវិញពួកគេបានប្រជ្រៀកគ្នាចូលទៅក្នុងបន្ទប់ប៉ាមិនយូរប៉ុន្មានក៏រកឃើញខ្នើយក្រហមនៅចំពោះមុខផលប្រយោជន៍ពួកគេក៏លែងខ្វល់ពីចំណងបងប្អូននោះដែរក៏ចាប់ផ្ដើមទាញហែកខ្នើយដោយការប្រជែងគ្នារហូតដល់ហែកខ្នើយនោះខ្ទេចខ្លាំងអស់តែខាងក្នុងមិនមែនជាមាសប្រាក់ទ្រព្យសម្បត្តិឡើយតែជាដីភក់និងមែកឈើស្ងួតទៅវិញព្រមទាំងក្រដាសមួយសន្លឹកស្រាលនៅលើក្រដាសនោះមានកំណត់ត្រារបស់តាចាស់ឪពុកជាអ្នកក្រតាំងពីដើមមកមិនមានលុយកាក់មហាសាលទៅរួចដើម្បីចិញ្ចឹមពួកឯងឪពុកខំធ្វើការអស់មួយជីវិតក្នុងខ្នើយក្រហមធំមួយនេះមានឥដ្ឋនិងក្បឿងតំណាងឲ្យចិត្តខ្មៅរបស់ពួកឯងពួកកូនអបតញ្ញូត្រូវដឹងឮគំនូរជីវចលរបស់ចិនដែលចេញផ្សាយក្នុងឆ្នាំ1985រឿងកុកខ្នើយបានដាស់តឿនយើងតាមរយៈរឿងរ៉ាវដែលបំភ្លឺបន្តិចកុំឲ្យទឹកចិត្តកតញ្ញូខ្លាយជារឿងមួយដែលមានតែផលប្រយោជន៍ជាការសម្ដែងដែលទើបនឹងត្រូវបានបង្ហាញឡើងចំណែកគុណឪពុកម្ដាយក្នុងការចិញ្ចឹមបីបាច់ក៏មិនអាចវាស់វែងដោយប្រាក់បានដែរហើយក៏មិនគួរយកលុយទៅគិតគូរដែរក្នុងពេលជាមួយគ្នាគ្រួសារដែលចេះតែទាមទារតែមិនចេះតបស្នងសងគុណទីបំផុតនឹងបង្កើតបានកូនចៅជំនាន់ក្រោយដែលអាត្មានិយមចំណែកផលវិបាកទាំងអស់នេះឪពុកម្ដាយក៏ប្រហែលជាមិនអាចគេចផុតពីការស្ដីបន្ទោសបានដែរ